មិនដែរបងនឹងបងគាត់និយាយហ្នឹងល្អគាត់ប្រតិកម្មគឺល្អមែនតើហ្នឹងហើយមកយ៉ាងនេះឃើញគាត់ប្រតិកម្មជាមួយសៀមជាមួយខ្មែរដែលសៀមពៀនទៅដីខ្មែរល្អមិនបើសិនជាអាចបងអាចនិយាយស្មារតីគ្នាបងទាំងកើតទាំងលិចទាំងយួនទាំងសៀមណាអរគុណច្រើនសម្រាប់ការឆ្លើយតបពីបងឡូតូពូទីជេនេះបច្ចុប្បន្នគឺជាអ្នករស់ស៊ីមិនដែលចូលប្រឡូកក្នុងការនិយាយតាក់ទងជាមួយនឹងរឿងនយោបាយទេអ្វីដែលខ្ញុំបាននិយាយមករយៈកន្លងមកនេះដោយសារតែបញ្ហាជាក់ស្ដែងដែលខ្មែរយើងកំពុងតែប្រឈមគ្នាចំពោះមុខជាមួយនឹងខាងសៀមដូច្នេះហើយខ្ញុំក៏បានលើកយកព្រឹត្តិការណ៍ក្នុងពេលដែលយើងកំពុងតែមានចំនួនព្រំដែនជាមួយនឹងខាងសៀមនេះមកនិយាយច្រើនហើយបើតាមពិតទៅខ្ញុំជាអ្នករស់ស៊ីខ្ញុំនិយាយអំពីបញ្ហាដែលកើតឡើងជាក់ស្ដែងបើសិនជាបញ្ហាជាក់ស្ដែងនេះកើតឡើងជាមួយប្រទេសកម្ពុជានិងយួនខ្ញុំក៏មិនខ្លាចនិយាយដែរវាមិនខុសអីពីបញ្ហាឥឡូវនេះដែលយើងបញ្ហាប្រឈមជាមួយនឹងសៀមនេះខ្ញុំដោយសារតែខ្ញុំជាអ្នកស្នេហាជាតិខ្ញុំចាប់ផ្ដើមចេញនិយាយឈឺឆ្អាលនេះបើតាមពិតដូចខ្ញុំបានលើកពីខាងដើមថាខ្ញុំជាអ្នករស់ស៊ីខ្ញុំមិនគួរនិយាយរឿងទាំងអស់នេះផងតំនាំតបងប្អូនយើងខ្លះគិតមកលើខ្ញុំចេះចុះពួកកន្លងមកហ្នឹងឃើញហើយបងប្អូនគាត់ថាខ្ញុំចេញនិយាយរឿងទាំងអស់ហ្នឹងចាប់ផ្ដើមមានគិតវិជ្ជមានអវិជ្ជមានមកកាន់ខ្ញុំប៉ុន្តែខ្ញុំក្នុងនាមខ្ញុំជាមនុស្សម្នាក់ដែលឈឺឆ្អាលជាមួយនឹងរឿងប្រទេសជាតិដែលកំពុងតែកើតឡើងជាក់ស្ដែងប្រឈមជាក់ស្ដែងជាមួយនឹងខាងសៀមនេះទើបខ្ញុំនិយាយហើយគោលបំណងដែលខ្ញុំនិយាយទាំងអស់គឺគ្រាន់តែចង់ឲ្យបងប្អូនខ្មែរយើងរួបរวมសាមគ្គីមិនថាខ្មែរយើងនៅក្នុងស្រុកនៅក្រៅស្រុកទេយើងរួបរวมជាធ្លុងមួយជាព្រួញមួយបាញ់ឆ្ពោះទៅសត្រូវដើម្បីយកឈ្នះសត្រូវនេះដែលកំពុងតែឈ្លានពានយើងជាក់ស្ដែងនោះហើយថ្ងៃក្រោយបើសិនជាមានសត្រូវណាឈ្លានពានទៀតខ្ញុំក៏និយាយទៀតខ្ញុំអត់ខ្លាចអីនឹងនិយាយទេក៏ប៉ុន្តែក្នុងនាមខ្ញុំជាអ្នករស់ស៊ីខ្ញុំមិនគួរណានិយាយប្រេះផ្ដាស់ទេព័ត៌មានដែលទទួលបានមិនជាក់លាក់តើឲ្យខ្ញុំនិយាយយ៉ាងម៉េចអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណេះដើម្បីចូលរួមជាមួយនឹងបងប្រុសឡូតូវិញណា